ដែលលើគេនិយាយពីជំនាញទន់ soft skill ដែលអត់ទេអ្នកទាំងអស់គ្នាបើនិយាយពីសារៈសំខាន់របស់ជំនាញបាទភាគច្រើនយើងតែងតែគិតទៅដល់ hard skill មុនឬក៏គេហៅម្យ៉ាងទៀតថាជំនាញបច្ចេកទេសបាទដូចជំនាញ sale ការលក់ជំនាញ marketing ទីផ្សារជំនាញ accounting គណនេយ្យជំនាញ finance ហិរញ្ញវត្ថុជំនាញ IT ព័ត៌មានវិទ្យាចឹងទៅអាហ្នឹងគេហៅថាជាជំនាញរឹងឬក៏ hard skill ជំនាញរឹងភាគច្រើនគឺវាសុទ្ធតែអាចរៀនបានហើយយើងក៏អាចវាស់វែងវាបានដែរអញ្ចឹងបានជាព័ត៌មានពាក់ព័ន្ធជាមួយនឹងវាគឺត្រូវបានឧស្សាហ៍ទទួលបាននៅចំណាប់អារម្មណ៍ហើយមានការយល់ដឹងពីវាក៏ទូលំទូលាយច្រើនជាងជំនាញទន់ឬក៏ soft skill ហ្នឹងតែមិនមែនចង់មានន័យថាជំនាញទន់ soft skill នេះរៀនមិនកើតទេរៀនកើតដូចគ្នាគ្រាន់តែវាពិបាកក្នុងការវាស់វែងដូចភាពជាអ្នកដឹកនាំ leadership បាទទំនាក់ទំនង communication ការគិតបែបពិចារណា critical thinking ដែលយើងឧស្សាហ៍ឮបាទប្រភេទនេះគឺជាជំនាញទន់ហើយបើសួរថាវាស់វែងយ៉ាងម៉េចទើបដឹងថាយើងចេះវាអាហ្នឹងពិបាកថាដែរអញ្ចឹងបានថាជំនាញទន់វាពិបាកវាស់ហើយបើសួរថែមទៀតថាតើជំនាញទាំងពីរនេះមួយណាសំខាន់ជាងតាមបទពិសោធន៍ខ្ញុំផ្ទាល់ទេអ្នកទាំងអស់គ្នាបាទសំខាន់ទាំងពីរសម្រាប់ការរីកចម្រើនរបស់បុគ្គលទាំង hard skill ទាំង soft skill គឺសុទ្ធតែសំខាន់ហើយវាជារឿងចាំបាច់មែនទែនដែលយើងត្រូវតែរៀនពីជំនាញរឹងនិងជំនាញទន់អញ្ចឹងថ្ងៃនេះគ្រូនឹងទៅ ranking បាទដាក់ពិន្ទុឲ្យជំនាញទន់ចំនួន5ដែលពួកយើងគិតថាវាមានសារៈសំខាន់សម្រាប់ human well-being បាទសេចក្តីសុខក្នុងជីវិតរបស់មនុស្សបាទបើវងកញ្ចក់បន្តិចសិន ranking នេះគឺតែទៅលើជំនាញទន់សម្រាប់សេចក្តីសុខក្នុងជីវិតរបស់មនុស្សតែប៉ុណ្ណោះហើយ ranking នេះទៀតសោតគឺពឹងផ្អែកទៅលើផ្នត់គំនិតរបស់បុគ្គលទេបាទមិនមែនថាអានេះគឺជា official ranking ដែលពិភពលោកចក្រវាឡនេះបាទអ្នកណាក៏គេទទួលស្គាល់ទាំងអស់គ្នាថាវាអញ្ចឹងទេអញ្ចឹងលេខ1លេខ2លេខ3លេខ4លេខ5បាទវាទៅតាមគំនិតរបស់បុគ្គលម្នាក់កុំឲ្យតែប៉ែឆ្លាតយើងទៅមើល ranking របស់ជំនាញទន់ដែល Proden គឺថាសំខាន់សម្រាប់សេចក្តីសុខនៃជីវិតរបស់មនុស្សជំនាញទន់ទី5 learning how to learn រៀនពីការរៀនស្ដាប់ទៅដោយពិបាកយល់គិតមើលប្រមាណដងដែលអ្នកទាំងអស់គ្នាចង់រៀននៅអ្វីថ្មីមួយប៉ុន្តែបញ្ហានោះគឺនៅត្រង់ថាតើគួរតែចាប់ផ្ដើមពីកន្លែងណាពេលខ្លះមិនមែនថាយើងនេះមិនចង់រៀនទេតែអត់ដឹងថារៀនយ៉ាងម៉េចហើយទោះបីជារៀនក៏ប្រសិទ្ធភាពក្នុងការរៀនរបស់យើងនេះវាអត់លឿនដែរសម័យថាអ្នកទាំងអស់គ្នាមាននៅជំនាញខាងរៀនមាននៅការគិតពីការរៀនសូត្រមាននៅរបៀបក្នុងការចាប់យកមេរៀនខុសពីអ្នកដទៃដែលជួយឲ្យការរៀនសូត្ររបស់អ្នកនឹងមានប្រសិទ្ធភាពទ្វេដងបើប្រៀបធៀបជាមួយនឹងមនុស្សផ្សេងទៀតអ្នកផ្សេងត្រូវការពេល2ឆ្នាំហើយយើងអាចរៀនវាបានក្នុងរយៈពេលត្រឹមតែ1ឆ្នាំមានខ្លះតតែគាត់អាយុ30ទៅគាត់ចេះតែអ្នកវិញគឺចេះវាតាំងពីអាយុ20ក្រាស់ទៅយើងអាចនឹងមានពេលវេលា80ឆ្នាំដូចគ្នានៅលើផែនដីតែដោយសារតែប្រសិទ្ធភាពក្នុងការរៀនរបស់យើងនេះវាធ្វើឲ្យយើងចេះច្រើនជាងគេអញ្ចឹងហើយបានជាគេចូលចិត្តក្មេងឆ្លាតបាទព្រោះសមត្ថភាពនេះបង្ហាញថាគាត់អាចដើរទៅបានឆ្ងាយក្នុងរយៈពេលខ្លីពិភពលោកមានការផ្លាស់ប្ដូរលឿនណាស់គ្រាន់តែ technology ថ្មីឥឡូវនេះពួកយើងតាមវាសឹងមិនចង់ទាន់ផងបើមិនជាយើងគ្មានសមត្ថភាពឬក៏ជំនាញក្នុងការរៀនឲ្យមានប្រសិទ្ធភាពទេថ្ងៃណាមួយយើងនឹងតាមគេលេងទាន់ជំនាញថ្មីចំណេះដឹងថ្មីដែលពួកយើងចង់បានបាទទាំងបញ្ហាហិរញ្ញវត្ថុសុខភាពពិភពអាជីវកម្មទំនាក់ទំនងនឹងរឿងជាច្រើនទៀតព័ត៌មានពីចំណេះដឹងទាំងអស់នេះគឺសុទ្ធតែទូលំទូលាយហើយយើងអាចរៀនបានគ្រប់គ្នាតែបញ្ហានោះគឺនៅត្រង់ថាតើយើងចេះរៀនវាឬក៏អត់ Do you know how to learn ជំនាញទន់ទី4 self discipline វិន័យផ្ទាល់ខ្លួនវិន័យផ្ទាល់ខ្លួននេះសំខាន់ណាស់បើសួរថាមនុស្សម្នាក់ទៅដល់ចំណុចកំពូលបានគាត់ត្រូវការអ្វីខ្លះខ្ញុំហ៊ានឆ្លើយថារបស់មួយដែលគាត់ត្រូវការនោះគឺវិន័យផ្ទាល់ខ្លួនដោយកីឡាករបាល់ទាត់លោក Cristiano Ronaldo គ្រប់ interview បាទគ្រប់កិច្ចសម្ភាសន៍ដែលនិយាយអំពីការជោគជ័យនៅក្នុងវិស័យបាល់ទាត់របស់គាត់គេតែងតែនិយាយពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាបើគាត់គ្មានវិន័យផ្ទាល់ខ្លួនដែលរឹងមាំទេចង់ធ្វើមិនចង់ធ្វើអត់បាទគាត់គ្មានថ្ងៃមកដល់ចំណុចនេះទេចឹងអនាគតរបស់អ្នកទាំងអស់គ្នាគឺដូចគ្នាអញ្ចឹងវាអត់ខ្វល់ទេថាតើថ្ងៃនេះអ្នកមានអារម្មណ៍ល្អក្នុងការអភិវឌ្ឍខ្លួនឯងកម្រិតណាមនុស្សគ្រប់គ្នាតែងតែចង់បានលទ្ធផលតែងតែចង់ឃើញលទ្ធផលខ្លួនឯងបាទចង់ឃើញលុយចង់ឃើញតំណែងចង់ឃើញការគោរពកោតសរសើរប៉ុន្តែនៅពេលដែលប្រាប់ថាការលះបង់ដើម្បីទទួលបានលទ្ធផលទាំងអស់នេះគឺយើងត្រូវតែធ្វើវាម្ដងហើយម្ដងទៀតបាទមួយថ្ងៃហើយមួយថ្ងៃទៀតខំប្រឹងហើយខំប្រឹងទៀតម្នាក់ក៏ចាប់ផ្ដើមកិច្ចលេងចាប់អារម្មណ៍ទៀតទៅហាត់ប្រាណវាជារឿងដែលគួរឲ្យធុញ
អង្គុយរៀនសិក្សាស្រាវជ្រាវវាគឺជារឿងដែលគួរឲ្យធុញចាប់ផ្ដើមអាជីវកម្មចាប់ផ្ដើមជំនាញថ្មីវាប្រកាសជាគួរឲ្យធុញព្រោះថាការរីកចម្រើនមិនមែនកើតឡើងពឹងតែទៅលើការសប្បាយចិត្តមកពេលរបស់យើងទេការរីកចម្រើនវាកើតឡើងនៅពេលដែលយើងនៅតែបន្តធ្វើនៅរឿងដែលត្រូវធ្វើបើទោះបីជាគ្មានការសប្បាយរីករាយចូលរួមក៏ដោយរីកចម្រើនមិនរីកចម្រើនខុសគ្នាតែមួយទេមនុស្សដែលមានវិន័យផ្ទាល់ខ្លួនខ្ពស់គេបន្តធ្វើរហូតដល់ចុងបញ្ចប់មនុស្សដែលគ្មានវិន័យផ្ទាល់ខ្លួនធ្វើឬក៏អត់ធ្វើគឺស៊ីសងទៅតាមអារម្មណ៍របស់គាត់ពាក់ព័ន្ធជាមួយនឹងជំនាញទន់មួយនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅអានសៀវភៅ Atomic Habits របស់លោក James Clear ពួកយើងក៏មានជាវីដេអូសង្ខេបមេរៀន5នៅក្នុងសៀវភៅនេះដែរបាទអ្នកទាំងអស់គ្នាអាចទៅមើលវាបានហើយបើចង់ទិញសៀវភៅ Atomic Habits នេះក្រក៏មានលក់ដែរហើយខែនេះក៏មាន promotion ទៀតអ្នកទាំងអស់គ្នាអាចឆាតចូល Facebook page របស់ក្របានត្រឡប់ទៅវិញជំនាញទន់ទី3 Focus ការផ្ដោតអារម្មណ៍ជាមួយនឹងបរិបទនៃបច្ចេកវិទ្យាជឿនលឿននេះបាទការផ្ដោតអារម្មណ៍ល្អបានក្លាយទៅជាសមត្ថភាពមួយដែលមានតម្លៃខ្លាំងដោយនៅក្នុងសៀវភៅ Deep Work របស់លោក Cal Newport និយាយអញ្ចឹងជំនាញទន់ក្នុងការផ្ដោតអារម្មណ៍បាទទាំងការដឹងថាម៉ោងណាខ្លួនឯងផ្ដោតអារម្មណ៍បានល្អធ្វើអ្វីខ្លះដើម្បីឲ្យការផ្ដោតអារម្មណ៍ខ្លួនឯងនេះវាងាយស្រួលបាទរៀបចំបរិយាកាសបែបម៉េចដើម្បីកាត់បន្ថយនៅការរំខានសុទ្ធតែផ្ដល់នៅគុណតម្លៃត្រឡប់មកវិញឲ្យជីវិតដោយសារតែវាជួយឲ្យគុណតម្លៃនៃការងារឬក៏អ្វីដែលយើងកំពុងតែធ្វើនឹងគឺវាកើនឡើងទ្វេដងសមិទ្ធផលរបស់បុគ្គលម្នាក់ធ្លាក់ចុះជួនកាលមិនមែនដោយសារតែគាត់ខ្ជិលទេវាអាចនឹងមកពីគាត់ទទួលបាននៅការរំខានពីរឿងជាច្រើននៅក្នុងសង្គមជារៀងរាល់ថ្ងៃការផ្ដោតអារម្មណ៍របស់យើងពេលវេលារបស់យើងត្រូវបានលួចទៅដោយទូរស័ព្ទវីដេអូហ្គេមបាទរឿងភាគលួចទៅទាំងដែលយើងមិនបានចាប់អារម្មណ៍ហើយចេះតែឆ្ងល់ថាធ្វើការរវល់រាល់ថ្ងៃតែអត់ទៅណានៅតែមកកន្លែងដដែលជួនកាលការដែលរវល់ច្រើនរបស់យើងនេះគឺដោយសារតែពេលវេលារបស់យើងត្រូវបានបាត់បង់មួយចំនួនធំដល់អញ្ចឹងយើងព្យាយាមបំពេញការងារទាំងមូលក្នុងរយៈពេលដែលនៅសេសសល់អញ្ចឹងវាប្រកាសជាធ្វើឲ្យយើងនេះមើលទៅមមាញឹកហត់ហើយជួនកាលទៀតដោយសារតែគុណភាពការងារដែលយើងធ្វើនេះវាមិនបានល្អបាទយើងធ្វើវាដោយគ្មានការផ្ដោតអារម្មណ៍គ្រប់គ្រាន់ដល់អញ្ចឹងការងារដែលត្រូវធ្វើ4ម៉ោងត្រូវចំណាយពេល8ម៉ោងអីអញ្ចឹងដែរមនុស្សម្នាក់សុទ្ធតែមានពេលវេលា24ម៉ោងដូចគ្នាអ្នកមិនត្រូវការពេលវេលាបន្ថែមទេតែអ្នកត្រូវការកាត់បន្ថយនៅរឿងដែលស៊ីពេលរឿងដែលបង្វក់នៅការផ្ដោតអារម្មណ៍របស់យើងចោលមនុស្សដែលអាចផ្ដោតអារម្មណ៍បានល្អគេធ្វើការតែ1ម៉ោងអាចស្មើនឹងយើងធ្វើអានេះបន្តិចធ្វើអានោះបន្តិចពេញមួយថ្ងៃសម្រាប់បញ្ហានេះអ្នកទាំងអស់គ្នាអាចទៅអានសៀវភៅ Deep Work បានហើយពួកយើងក៏ធ្លាប់ធ្វើវីដេអូបកស្រាយសៀវភៅនេះដូចគ្នាអ្នកទាំងអស់គ្នាអាចទៅមើលវីដេអូមួយនេះបានជំនាញទន់ទី2 Critical Thinking ការគិតបែបពិចារណាបច្ចេកវិទ្យាមិនមែនសុទ្ធតែអាក្រក់ទាំងអស់ទេហើយសម្រាប់ខ្ញុំខ្លួនឯងហ្មងខ្ញុំគិតថាបច្ចេកវិទ្យាជឿនលឿនបានផ្ដល់នូវគុណតម្លៃយ៉ាងច្រើនលើសលប់មកកាន់មនុស្សជាតិរបស់យើងតាមពិតទៅបញ្ហាដែលកើតឡើងជាទូទៅមកពីយើងអ្នកប្រើប្រាស់វាខ្លួនឯងទេយើងប្រើវាខុសខ្លួនឯងដោយបញ្ហាព័ត៌មានបាទពីមុនឡើយពិបាកណាស់ក្នុងការទទួលបាននូវព័ត៌មានតែដោយសារតែបច្ចេកវិទ្យាអ៊ីនធឺណិតអាចធ្វើឲ្យយើងទទួលបាននូវព័ត៌មានជាច្រើនរួមទាំងចំណេះដឹងជាច្រើនដែលមនុស្សសម័យមុនត្រូវការអង្គុយនៅក្នុងបណ្ណាល័យរាប់ឆ្នាំដើម្បីស្រាវជ្រាវអ៊ីនធឺណិតធ្វើឲ្យព័ត៌មានល្អៗជាច្រើន free ប៉ុន្តែវាក៏ធ្វើឲ្យគំនិតអវិជ្ជមាននិងរឿងមិនបានការជាច្រើន free ដូចគ្នាមនុស្សយើងភាគច្រើនជឿទៅលើរឿងអីមួយគឺដោយសារតែមនុស្សជាច្រើនគេសុទ្ធតែនិយាយថាអញ្ចឹងដែរឬក៏បុគ្គលម្នាក់ណាដែលល្បីបាទគាត់អះអាងថាអញ្ចឹងដែរបាទឬក៏ព័ត៌មានដែរបានផ្ដល់ទៅនឹងស្ដាប់ទៅវាដូចជាត្រូវអញ្ចឹងទៅមិនជឿវាដោយសារតែវាត្រូវពិតប្រាកដទេហើយក៏មិនបានទៅជីកឬជីកគល់សួររោផោះតាងអីដែរអាបាតុភូតនេះសំបីតែមនុស្សដែលប្រកែកខ្លាំងប៉ុណ្ណាក៏ដោយក៏អាចនឹងធ្លាក់ចូលវាដែរបើសិនជាពួកគាត់មិនប្រយ័ត្នព្រោះព័ត៌មានដែលមិនត្រឹមត្រូវវាងាយស្រួលឲ្យយើងជឿមែនតើនៅពេលដែលមនុស្សជាច្រើនគេជឿថាអញ្ចឹងដែរបើគាត់មិនអាចគិតបែបពិចារណាឬក៏ critical thinking ដោយខ្លួនឯងបានព័ត៌មានមកពីខាងណាក៏គាត់បាទមានទំនោរទៅតាមខាងនោះឯងជំនាញទន់ក្នុងការគិតបែបពិចារណានេះគឺសំខាន់ខ្លាំងមែនទែនគ្រប់តំណែងគ្រប់ជាន់គ្រប់ថ្នាក់អ្នកណាគេក៏ត្រូវការវាដែរមនុស្សដែលអាចគិតបែបពិចារណាបានឬក៏ប្រកែកក្នុងការគិតបែបពិចារណានេះក៏តែងតែមាននៅ mental filter មួយជាន់ឬក៏ច្រើនជាន់បាទក៏យក mental filter ហ្នឹងទៅដាក់លើព័ត៌មានដែលគាត់ទទួលបានហើយ mental filter នេះទៀតសោតគឺទទួលបានមកតាមបទពិសោធន៍និងការរៀនសូត្ររបស់បុគ្គលម្នាក់បុគ្គលដែលប្រកែកគិតបែបពិចារណាខ្លះបាទគ្រាន់តែទទួលបាននូវព័ត៌មានភ្លាមគឺដឹងអូតូម៉ាទិកមកសួរខ្លួនឯងព័ត៌មានហ្នឹងត្រូវឬក៏អត់មិនក៏ដឹងថាខុសមិនបានដឹងថាត្រូវ
ផុសតាំងនៅឯណាមួយជ្រុងទៀតនៃសាច់រឿងហ្នឹងវាយ៉ាងម៉េចហោហែក៏សួរខ្លួនឯងណាគិតខ្លួនឯងសួរខ្លួនឯងមនុស្សដែលឆ្លាតមិនមែនជាមនុស្សដែលដឹងហើយត្រូវគ្រប់រឿងទេមនុស្សដែលឆ្លាតជាមនុស្សដែលដឹងថាខ្លួនឯងអាចនឹងខុសយើងក៏មាននៅវីដេអូនិយាយពាក់ព័ន្ធពីការគិតបែបពិចារណា critical thinking នេះដែរអ្នកទាំងអស់គ្នាអាចទៅមើលវីដេអូមួយនេះម្ដងទៀតបានទី1 self awareness emotional regulation ការយល់ដឹងពីខ្លួនឯងនិងការគ្រប់គ្រងនៅអារម្មណ៍បាទមេចុងបញ្ចប់តាមពិតទៅ channel grow នេះគឺបង្កើតឡើងក៏ដោយសារតែជំនាញមួយនេះឯងហើយពួកយើងនេះក៏ជឿថាអ្នកតាមដានយើងភាគច្រើនក៏ដោយសារតែជំនាញទន់មួយនេះឯងការយល់ដឹងពីខ្លួនឯងពីដើមឡើយខ្ញុំតែងតែគិតថាបញ្ហារបស់ខ្ញុំគឺមកពីសំណាងរបស់ខ្ញុំមិនល្អបរិយាកាសជុំវិញខ្លួនខ្ញុំមិនអំណោយផលអីចឹងតែរហូតដល់ថ្ងៃមួយខ្ញុំបានរៀននៅ critical thinking ពីលោកគ្រូរបស់ខ្ញុំម្នាក់នៅក្នុងសាកលវិទ្យាល័យគាត់បានផ្លាស់ប្ដូរនៅការមើលឃើញនៃជីវិតរបស់ខ្ញុំទាំងស្រុងពេលដែលខ្ញុំចេះគិតពិចារណាចេះគិតស៊ីជម្រៅចេះដេញដោលរកមូលហេតុទៅកាន់តែជ្រៅទៅទើបខ្ញុំយល់នៅរឿងដែលឈឺចាប់មួយរបស់ជីវិតខ្ញុំបញ្ហាទាំងអស់បាទរួមទាំងគុណតម្លៃនិងសេចក្តីសុខក្នុងជីវិតរបស់ខ្ញុំកើតចេញមកពីខ្ញុំខ្លួនឯងមនុស្សជាច្រើនចំណាយពេលមួយជីវិតទម្លាក់កំហុសខ្លួនឯងទៅលើអ្នកដទៃបាទទៅលើបរិបទទៅលើកលៈទេសៈប៉ុន្តែពួកគាត់អត់អាចឈប់ហើយសួរខ្លួនឯងថាហេតុអីបានជាខ្ញុំតែងតែប្រតិកម្មជាមួយនឹងរឿងទាំងអស់នេះម្ដងហើយម្ដងទៀតហេតុអីបានជាខ្ញុំតែងតែទម្លាក់កំហុសទៅដល់អ្នកដទៃរហូតបើគ្រាន់តែរឿងតូចមួយបាទកើតឡើងធ្វើឲ្យអ្នកតបប្រមល់ពេញមួយថ្ងៃរឿងតូចមួយធ្វើឲ្យអ្នកដើររោគអ្នកទទួលកំហុសជំនួសរោគលេសមិនចេះចប់មិនចេះហើយជីវិតរបស់អ្នកមិនមែននៅក្នុងកណ្ដាប់ដៃរបស់ខ្លួនឯងទេអត់យល់ពីខ្លួនឯងអត់យល់ពីអារម្មណ៍ខ្លួនឯងអ្នកនឹងត្រូវបានគ្រប់គ្រងដោយអារម្មណ៍របស់ខ្លួនឯងពេញមួយជីវិតត្រូវខឹងត្រូវច្នៃត្រូវសែតចង់សប្បាយក៏សប្បាយអត់កើតដែរដូចខ្ញុំតែងតែនិយាយចឹងថាពួកយើងអត់អាចដោះស្រាយនៅរឿងដែលយើងមិនយល់មិនដឹងបានទេតើតែយើងយល់ពីអារម្មណ៍ដឹងពីខ្លួនឯងទើបយើងអាចដោះស្រាយនៅបញ្ហានៃជីវិតនិងផ្ដល់នូវសេចក្តីសុខក្នុងជីវិតឲ្យខ្លួនឯងបាន You can fix what you refuse to see ពួកយើងលើកទឹកចិត្តអ្នកទាំងអស់គ្នាទៅអានសៀវភៅ Emotional Intelligence របស់លោក Daniel Goleman ឬក៏អាចទៅមើលវីដេអូទាំងពីរនេះរបស់ពួកយើងដែលបានជជែកជាច្រើនពាក់ព័ន្ធជាមួយនឹង self awarenessសរុបមកវិញបាទវីដេអូយើងអាទិត្យនេះគឺចាប់ហើយ soft skill ទាំង5នេះចំពោះខ្ញុំគឺវាសំខាន់សម្រាប់សេចក្តីសុខក្នុងជីវិតមែនទែនហើយវាក៏មាននៅការតាក់ទងគ្នាដែរ self awareness នឹងធ្វើឲ្យអ្នកមើលឃើញនៅបញ្ហារបស់ជីវិតខ្លួនឯងថាវាយ៉ាងម៉េចនៅត្រង់កន្លែងណា critical thinking នឹងជួយអ្នកឲ្យយល់ដឹងកាន់តែច្បាស់ពីបញ្ហាទាំងអស់នោះវាកើតឡើងដោយសារអ្វីដោះស្រាយវាយ៉ាងម៉េចFocus ការផ្ដោតអារម្មណ៍នឹងជួយឲ្យអ្នកដោះស្រាយនៅបញ្ហាទាំងអស់នោះស៊ីជម្រៅហើយងាយស្រួលជាងមុន Discipline វិន័យផ្ទាល់ខ្លួននឹងជួយឲ្យអ្នកបន្តដោះស្រាយបញ្ហាជីវិតរបស់ខ្លួនឯងបើទោះបីជាវាពិបាកបន្តិចក៏ដោយហើយ Learning how to learn នឹងកាន់តែបន្ថែមល្បឿនក្នុងការរៀនពីមេរៀនជីវិតទាំងអស់នោះជួយអ្នកទាំងអស់គ្នាបន្ថែមទៀតពាក្យថារីកចម្រើនមិនមែនមានន័យតែម្យ៉ាងថាបន្ថែមគុណតម្លៃឲ្យជីវិតខ្លួនឯងទេការលុបបំបាត់នៅចន្លោះប្រហោងនឹងបញ្ហារបស់ខ្លួនឯងក៏មានន័យថាគឺជាការរីកចម្រើនក្នុងជីវិតដែរសង្ឃឹមថាជំនាញទន់ទាំង5នេះនឹងជួយឲ្យអ្នកទទួលបាននូវសេចក្តីសុខក្នុងជីវិតទាំងអស់គ្នាពីពួកយើងក្ររីកចម្រើនគ្រប់ពេលអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ